នេះបងប្អូនណាបងប្អូនជានេសាទយើងនៅខេត្តកែបបាទគាត់អូនអូម៉ាញ់ហ្នឹងបានសមុទ្របានត្រីធំមកបងប្អូនអើយត្រីធំមែនតើបាទត្រីនេះទងន់ចូលប្រហែលជាអាចចូលតោនហើយទងន់តោនហ្នឹងយកមិនបានទេបាទយកមិនរួចទេបាទនេះគាត់ដាក់ឡានស្ទូចមានដបស្ទូចមកស្ទូចបានបាទតែមកលើកដៃទៅមួយទេចង់ដាក់កម្លាំង50នាក់ទៀតក៏យកមិនបានដែរបាទបានមកហុំអញ្ចឹងហ្នឹងបាទឲ្យយកឡើងទូកឡើងរួចទេមកតោនជាងហ្នឹងយ៉ាងហ្នឹងហើយបងប្អូនយើងនៅខាងខេត្តកែបបាទជានេសាទយើងនៅខាងខេត្តកែបបាទយកមិនរួចទេបាច់ទៅប្រឹងទេបងប្អូនអើយទៅលេងគ្នាទៅវិញទៅហ្នឹងហើយតែពិតយើងត្រូវអភិរក្សបាទត្រីធំចំណុះតោនដល់ប៉ុណ្ណេះហើយបាទអត់ត្រូវយកមកដើម្បីនេះទេបាទគឺត្រូវតែលេងទៅវិញហើយបាទអត់ឲ្យយកទេលេងគ្នាវិញដើម្បីអភិរក្សបាទត្រីធំចេះអភិរក្សទុកចឹងយើងឃើញចាក់ស្ដាយហើយបានត្រូវមកឡានជិះឡានបានត្រូវមកអោបហ្នឹងហើយលេងគ្នាទៅវិញទៅបងប្អូនអើយខ្ញុំមកយកមិនរួចទេកុំបាទចង់លក់ចង់ដូរអីហ្នឹងហើយយកទៅក្តាមយកទៅប្រកងពគាទៅបានអើយមកអីហ្នឹងទៅបាទតាមសេះអីទៅបានហើយហ្នឹងហើយអាត្រីធំ4-5 គីឡូ10 គីឡូអីយកទៅអានេះធំមកចូលតោនហើយបាទតោនហ្នឹងយកមិនរួចទេបាទតោះជួលឡានស្ទូចហ្នឹងហើយបល័យទៅវិញបងប្អូនអើយឲ្យគ្នារស់រៀនមានជីវិតទៅវិញធំមកទៅនេះបកកតុយឡើងផ្អើលទឹកឡើងជិះលេងនៅផ្កាពុះឥឡូវធំមកអើយធំមែនតើខ្ញុំមើលឡើងញ័រសាច់ឡើងធំមែនតើប្រវែងចូល8 ម៉ែត្រយ៉ាងខ្ញុំឡើងជិះទៅអីយ៉ាងាបរេងាពុះបាទទៅប្រឡែងទៅវិញបងប្អូនហ្នឹងហើយប្រឡែងទៅវិញទេបាទឲ្យកូនកាត់ចៅថែមទៀតហ្នឹងហើយទៅបាយប៉ុណ្ណឹងបានហើយ